អ្នកណាក៏ចង់បានរូបថតស្អាតៗដោយថតចេញពីកាមេរ៉ាជីបដែរប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចថតបាននោះទេចុះបងប្អូនជឿអត់ថាទូរស័ព្ទមួយគ្រឿងនេះអាចឲ្យបងប្អូនថតរូបបានស្អាតទោះបីជាមិនសូវចេះថតរូបក៏ដោយទាំងការជួយចាប់ប្លង់ដោយ AI ទាំងពណ៌ភ្លឺស្អាតនិងគុណភាពច្បាស់ខ្ញុំបានធ្វើតេស្ត Huawei Pura 90S Series នេះទាំងការថតរូបរាប់រយសន្លឹកថតវីដេអូសេវាអ៊ីនធឺណិត 5G ល្បឿនលឿននិងការប្រើប្រាស់ app នានារបស់ Google និង app សំខាន់ៗនៅក្នុងស្រុកយើងព្រោះថាសម្រាប់បងប្អូនទាំងអស់គ្នាកាមេរ៉ាខ្លាំងក៏ត្រូវតែមកជាមួយនឹងភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃដែរបច្ចុប្បន្នការដំឡើងកម្មវិធី Google App នៅលើ Huawei Pura 90S Series នេះគឺកាន់តែមានភាពងាយស្រួលព្រោះថាយើងអាចចូលទៅទាញយកកម្មវិធីរបស់ Google ដែលយើងត្រូវការប្រើជាចាំបាច់បានមកទាំងអស់ដូចជា YouTube, Google Maps, Drive, Meet, Google Docs ឬក៏ Spreadsheet ជាដើមចេញពី Huawei App Gallery ផ្ទាល់បានយ៉ាងងាយស្រួលនិងអាច update version បានដូចគ្នាហើយបើនិយាយអំពីការប្រើប្រាស់ជាក់ស្ដែងគឺវាដំណើរការបានពេញលេញធម្មតាដូចជា Google Maps យើងអាច navigate ទៅទីតាំងផ្សេងៗបាន YouTube មានមុខងារ minimize playback ឬក៏ចាក់វីដេអូដល់កម្រិត 4K HDR អីក៏បានដែរហើយចំពោះ app សំខាន់ៗដែលយើងត្រូវការប្រើប្រចាំថ្ងៃដូចជា app ធនាគារ app delivery អីគឺយើងអាចទាញយកចេញពី Huawei App Gallery បានយ៉ាងងាយស្រួលហើយការដំឡើងគឺដូចការប្រើទូរស័ព្ទ Android ធម្មតាអញ្ចឹងខ្ញុំបានសាកល្បងយកទូរស័ព្ទនេះទៅតេស្តសេវា 5G នៅឯខេត្តសៀមរាបដែរហើយខ្ញុំសង្កេតឃើញថាទោះបីជាយើងទៅលេងដល់ប្រាសាទអង្គរវត្តក៏នៅតែអាចចាប់សេវា 5G បានដែរនិយាយទៅទូរស័ព្ទ Huawei តាំងពីដើមមកគឺគេតែងតែល្បីឲ្យរឿងសេវាខ្លាំងមូលហេតុគឺដោយសារតែឧបករណ៍ផ្សាយសេវា 5G នៅលើអង់តែនទូរស័ព្ទហ្នឹងគឺសុទ្ធតែជា brand របស់ Huawei ដែរទេហើយខ្ញុំដឹងគឺដោយសារតែខ្ញុំធ្លាប់ជាវិស្វករខាងអង់តែនទូរស័ព្ទនឹងដែរអញ្ចឹងឥឡូវខ្ញុំសូមចូលមកផ្នែកកាមេរ៉ាវិញម្ដងទៅដោយសារតែបន្ទាប់ពីខ្ញុំថតរូបបានរាប់រយសន្លឹកមកមានរឿងជាច្រើនដែលខ្ញុំចង់និយាយប្រាប់បងប្អូនទាំងអស់គ្នានៅលើ Huawei Pura 90S Pro Max នេះកាមេរ៉ាគោលគឺជាកាមេរ៉ា telephoto 4 គុណដែលមានកម្រិតច្បាស់200 megapixel ដែលជា sensor ខ្នាតធំទំហំ1លើ 1.28 inch aperture f2.6 200 megapixel នេះផលិតមកគឺសម្រាប់ការថត zoom ឆ្ងាយបានច្បាស់រហូតដល់10គុណឬក៏20គុណដោយសារតែ sensor ធំផងបូករួមជាមួយនឹងការជួយដោយ AI ផងតែបើយើងនិយាយពីការថតត្រឹមកម្រិត4គុណគឺវាបង្កើតជារូបភាពដែលមានព្រាល background ដោយការថតពីកាមេរ៉ាអញ្ចឹងដោយអត់ចាំបាច់បើក portrait mode នោះទេទាំងរូបសន្លឹកទាំងវីដេអូតែដែលយើងអាចថតរូបព្រាលក្រោយបានស្អាតដោយមិនចាំបាច់បើក portrait mode នេះវាគឺជារឿងសំខាន់មែនទែននៅពេលដែលយើងចង់ចាប់យកសកម្មភាពលឿនៗដូចជារូបដែលខ្ញុំកំពុងបង្ហាញបងប្អូននេះអញ្ចឹងគឺខ្ញុំបោះកូដឡើងលើដើម្បីឲ្យគាត់សើចនិងចង់ចាប់យកទឹកមុខដ៏ពិសេសមួយនេះអញ្ចឹងបើសិនជាខ្ញុំថតបែប portrait mode គឺអត់អាចចាប់សកម្មភាពដ៏ល្អមួយនេះទាន់នោះទេម្យ៉ាងទៀតគុណភាពនេះគឺវាល្អខ្លាំងសម្រាប់ការថតវីដេអូព្រោះថាកាមេរ៉ាទូរស័ព្ទភាគច្រើននៅពេលដែលយើងថតជាមួយនឹងប្លង់ zoom គឺវាធ្វើអត់សូវបានគុណភាពល្អនោះទេប៉ុន្តែ Huawei Pura 90S Pro Max នេះប្លង់ zoom គឺច្បាស់ល្អមែនទែនខ្ញុំបានសាកល្បងយកទូរស័ព្ទនេះទៅថតវីដេអូជាលក្ខណៈកង់ពន្លឺដែលសូម្បីតែកាមេរ៉ាធំទូទៅពេលខ្លះក៏ចង់យ៉ាប់ដែរប៉ុន្តែនៅលើ Huawei Pura 90S Pro Max នេះគឺវាធ្វើបានល្អលើសពីអីដែលខ្ញុំរំពឹងទុកទៅទៀតព្រោះថា highlight គឺវាអត់ឆេះទេហើយ detail នៅក្នុង shadow នៅក្នុង mid tone គឺរក្សាបានល្អមែនទែនដូចបងប្អូនឃើញអញ្ចឹងមេឃអត់ឆេះមុខ subject គឺយើងមើលឃើញច្បាស់ចំពោះកាមេរ៉ាមួយគុណគឺជា Ultra Lighting HDR កាមេរ៉ាដែលមានកម្រិតច្បាស់50 megapixelប្រើ sensor ទំហំ1លើ 1.28 inch ដូចគ្នាជាប្រភេទ low fix sensor និងមាន aperture ដែលអាចបិទបើកបានពី f1.4 ទៅ 4.0 low fix sensor អាចទាញ dynamic range បានខ្លាំងមែនទែនទាំងការថតរូបនិងការថតវីដេអូដូច្នេះបងប្អូនអាចថតដោយមិនចាំបាច់ខ្វល់ពីស្ថានភាពពន្លឺស្មុគស្មាញឬក៏ថតកង់ពន្លឺនោះទេរូបថតទាំងអស់ដែលយើងទទួលបានគឺមានពណ៌ដូចធម្មជាតិពិតៗដោយសារតែគេបានដាក់ True to Color កាមេរ៉ា 2.0 មួយទៀតសម្រាប់ជំនួយទៅដល់ការគណនាពណ៌ក៏ដូចជា white balance ឲ្យបានត្រឹមត្រូវបំផុតចំពោះកាមេរ៉ាទី3គឺជា Ultra Wide Angle កាមេរ៉ាដែលមានកម្រិតច្បាស់40 megapixel aperture f2.2 ដែលអាចឲ្យយើងថតប្លង់ទូលាយបានយ៉ាងល្អនិងមាន detail ល្អតាំងពីកណ្ដាលរូបរហូតដល់ជារូបភាពហើយរូបភាពថតចេញមកគឺត្រង់មិនមានប៉ោងឬក៏ផតនោះទេអ្វីដែលខ្ញុំសង្កល់ឃើញនោះគឺទូរស័ព្ទនេះវាដំណើរការចាប់រូបភាពគណនាពន្លឺពណ៌ទេសភាពពណ៌ស្បែកមនុស្សដូចយើងថតរូបនឹងហើយយករូបថតនឹងទៅ edit ឲ្យស្អាតមកតង់ទៀតចឹងប៉ុន្តែជាក់ស្ដែងគឺយើងអត់មាន edit ទេអញ្ចឹងនៅពេលដែលយើងថតជាក់ស្ដែងយើងខ្វល់តែពីការចាប់ប្លង់ទៅរូបថតចេញមកគឺដឹងតែភ្លឺថ្លាច្បាស់ស្អាតបាត់ទៅហើយខ្ញុំនិយាយត្រង់បងប្អូនទាំងអស់គ្នាដើរលេងលើកនេះជាមួយនឹង Huawei Pura 90S Pro Max គឺខ្ញុំបានរូបថតស្អាតច្រើនមែនទែនប៉ុន្តែដោយឡែកសម្រាប់បងប្អូនដែលអត់សូវចេះចាប់ប្លង់វិញទូរស័ព្ទនេះក៏នៅតែមាន AI ចាប់ប្លង់ថតចំនួនថ្មីមកទៀតដែរដែលវាស្គាល់ប្លង់កាន់តែល្អជាងមុនទៀតអញ្ចឹងបើសរុបទៅគឺដូចជាអត់មានឧបសគ្គរឿងការថតរូបស្អាតទៀតទេប្លង់ក៏ AI ចាប់ឲ្យរូបថតចេញមកគឺដឹងតែភ្លឺថ្លាស្អាតស្រាប់ទៀតម្យ៉ាងមួយទៀតនៅពេលដែលយើងថតរូបច្រើនអញ្ចឹងយើងប្រកាសជាត្រូវការបាញ់ចែកគ្នានៅក្នុងគ្រួសារឬក៏មិត្តភ័ក្តិរបស់យើងអញ្ចឹងឥឡូវ Huawei កាន់តែមានភាពងាយស្រួលទៀតហើយបងប្អូនគឺយើងអាចបាញ់រូបថតឬក៏ឯកសារផ្សេងទៅកាន់ទូរស័ព្ទ iPhone បានតាមរយៈ app Petal Interconnect ដែលយើងគ្រាន់តែដំឡើង
នៅលើទូរស័ព្ទ iPhone ទៅយើងអាចបាញ់ពី Huawei ទៅដោយការ AirDrop អញ្ចឹងងាកមកមើលពីលក្ខណៈទូទៅរបស់ទូរស័ព្ទនេះបន្តិចវិញម្ដង Huawei Pura 90S Pro Max បានបដូរការរចនារូបរាងខាងក្រៅមកជាខ្នងនិងគែមរាបស្មើវិញម្ដងដែលគេនៅរក្សាទម្រង់រាងស៊ុមកាមេរ៉ានៅដដែលដែលរាងបែបនេះវាផ្ដល់ភាពងាយស្រួលក្នុងការកាន់ប្រើប្រាស់ដៃមួយហើយសម្រាប់ពណ៌គឺគេលេង style បែបពីរពណ៌ប្លែកមែនទែនអេក្រង់ខាងមុខមានទំហំ 6.9 អ៊ីនជាប្រភេទ LTPO OLED ដែលការពារដោយ Anti-Reflective Kunlun Glass ជាអេក្រង់ដែលបង្ហាញរូបភាពបានភ្លឺច្បាស់ត្រជាក់ភ្នែកនិងការពារដោយកញ្ចក់រឹងមាំព្រមទាំងកាត់បន្ថយចំណាំងផ្លាតងាយស្រួលប្រើនៅក្រោមពន្លឺថ្ងៃថែមទៀតហើយសម្រាប់ថ្មវិញគឺយើងទទួលបានទំហំ 6000 mAh ដែលគាំទ្រការសាករហូតដល់កម្លាំង 100W ចឹងបន្ទាប់ពីបានឃើញរូបភាពក៏ដូចជាវីដេអូជាច្រើនដែលខ្ញុំបានថតចែករំលែកជូនបងប្អូនទាំងអស់គ្នាចេញពី Huawei Pura 90S Pro Max នេះតើបងប្អូនយល់យ៉ាងណាដែរចំពោះគុណភាពរបស់វាសូមចែករំលែកមតិយោបល់របស់បងប្អូននៅក្នុង comment ខាងក្រោមខ្ញុំបានដឹងផងហើយយើងនឹងជួបគ្នាវីដេអូក្រោយបាយបាយ